រឿងនេះចាប់ផ្ដើមដោយវិទ្យាសាស្ត្រីម្នាក់ឈ្មោះ Ben ដែលគាត់ដំណើរការប្រតិបត្តិការប្រព័ន្ធមន្ទីរពិសេសមួយដែលគាត់សិក្សានិងហ្វឹកហាត់សត្វតូចមួយយប់ Ben បានរៀបចំពិធីប្រជុំសម្ងាត់ជាមួយកណ្ដុរចិញ្ចឹមឈ្មោះ Darwin Ben ប្រាប់ Darwin យ៉ាងធ្ងន់ធ្ងរថាស្អែកនេះស្បែកនឹងមកហើយពួកគេនឹងបិទមន្ទីរពិសេសរបស់យើង Darwin ឆ្លើយតបភ្លាមថាក្រុមរបស់គាត់សមនឹងទទួលបានឱកាសមួយដើម្បីបង្ហាញសមត្ថភាព Ben យល់ព្រមប៉ុន្តែដើម្បីសង្គ្រោះមន្ទីរពិសេសនេះពួកគេត្រូវតែជោគជ័យក្នុងភារកិច្ចសំខាន់ណាស់មួយ Ben ពន្យល់អំពីគោលដៅរបស់ពួកគេគឺបុរសម្នាក់ឈ្មោះ Leonard Sepe ធ្លាប់ជាអ្នកជួញដូរអាវុធប៉ុន្តែឥឡូវគាត់ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cyberlink Industries យោងតាមរបាយការណ៍របស់ Sepe បានបង្កើតជីបបច្ចេកវិទ្យាដ៏គ្រោះថ្នាក់មួយដែលអាចត្រូវបានប្រើសម្រាប់បង្កើតការបំផ្លាញធំនិងសង្គ្រាមជឿថា Sepe ប្រហែលជាបានលក់បច្ចេកវិទ្យានេះជាសម្ងាត់ទៅឲ្យកម្លាំងសត្រូវគម្រោងនេះមានឈ្មោះកូដថា Clusterstorm បន្ទាប់មក Ben ផ្ដល់ភារកិច្ចឲ្យ Darwin ត្រូវចូលទៅក្នុងផ្ទះរបស់ Sepe ចូលប្រើកុំព្យូទ័រផ្ទាល់ខ្លួនរបស់គាត់នៅក្នុងបណ្ណាល័យហើយទាញយក Exa Clusterstorm Darwin សន្យាឲ្យ Ben យ៉ាងទំនុកចិត្តថាពួកគេនឹងយកភស្តុតាងត្រឡប់មកវិញហើយជួយសង្គ្រោះមន្ទីរពិសោធន៍ Ben រំលឹក Darwin ថាប្រសិនបើពួកគេបរាជ័យការខិតខំប្រឹងប្រែងរយៈពេល2ឆ្នាំនឹងត្រូវបាត់បង់ដោយឥតប្រយោជន៍បន្តិចក្រោយយើងឃើញអគាររបស់ Sepe ដែលមានការការពារយ៉ាងតឹងរឹងនិងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Darwin មកដល់ជាមួយក្រុមកណ្ដុរខ្នាតតូចពិសេសរបស់គាត់ចំណែកឯ Spake ស្នាក់នៅខាងក្រោយដើម្បីបញ្ជាប្រព័ន្ធកុំព្យូទ័រពីចម្ងាយDarwin ជូនដំណឹង Spake តាមឧបករណ៍ទំនាក់ទំនងថាគាត់អាចមើលឃើញ Sepe យ៉ាងច្បាស់ក្នុងពេលតែមួយនោះ Plastor និង Suarez ហើយទឹកតាមប្រព័ន្ធទឹកដើម្បីឈានដល់ផ្ទះអណ្ដុតខ្នាតតូចទាំងអស់ត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបព្រោះ Ben បានបណ្ដុះបណ្ដាលពួកវាឲ្យដូចជាយោធាសម្ងាត់ Darwin លួចចូលផ្ទះដោយព្យួរខ្លួនលើកង់ឡាន Ben សូម្បីតែបណ្ដុះបណ្ដាលមូសមួយឈ្មោះ Mooch ដែលហោះចូលផ្ទះ Sepe ដើម្បីជួយតាមដាន Darwin ចូលទៅក្នុងផ្ទះបានជោគជ័យហើយក៏ខំទ្វារមួយដើម្បីឆ្លងទៅបណ្ណាល័យចំណែក Sepe កំពុងរវល់រៀបចំពិធីសន្និសីទសារព័ត៌មានដើម្បីប្រកាសផលិតផលថ្មីខណៈពេលនោះ Plastor និង Suarez ក៏ឡើងជញ្ជាំងចូលទៅក្នុងវីឡានៅក្នុងបណ្ណាល័យ Darwin ដឹងថាគាត់ត្រូវតែឆ្លងកាត់ជញ្ជាំងភ្លើងមួយដើម្បីឈានទៅកុំព្យូទ័រដោយធ្វើតាមផែនការរបស់ Ben Darwin អាចបិទភ្លើងនោះបានហើយឈានដល់កុំព្យូទ័រអ៊ុតស្វែងរក Exa នោះបានយ៉ាងឆាប់រហ័សហើយចាប់ផ្ដើមទាញយកវាប៉ុន្តែខណៈពេលពិនិត្យទិន្នន័យក្នុងផ្ទះ Darwin បានរកឃើញអ្វីមួយគួរឲ្យភ័យខ្លាចបច្ចេកវិទ្យាខាងក្នុងអាចមានអំណាចខ្លាំងដល់ថ្នាក់បំផ្លាញពិភពលោកទាំងមូលនៅពេលដូចគ្នា Sepe ចាប់ផ្ដើមដើរទៅកាន់បណ្ណាល័យមួយឆោះចូលច្រមុះ Sepe ដើម្បីបំភាន់និងបង្អាក់គាត់ចំណែកឯ Darwin ក៏បន្តទាញយក Exa នោះប៉ុន្តែស្រាប់តែ Sepe ដើរចូលបន្ទប់ Darwin លាក់ខ្លួនយ៉ាងលឿន Sepe ចាប់អារម្មណ៍សង្ស័យហើយបើកភ្លើងសុវត្ថិភាពឡើងវិញបំពេញបន្ទប់ដោយភ្លើងម្ដងទៀត Darwin ព្យាយាមគេចខ្លួនប៉ុន្តែភ្លើងចាប់ផ្ដើមបន្តតាមគាត់នៅកន្លែងផ្សេង Spake ដែលកំពុងលាក់ខ្លួនក្នុងសាឡុងត្រូវឆ្កែរកឃើញឆ្កែចាប់ផ្ដើមហៅស្រែកយ៉ាងខ្លាំងDarwin រត់ចូលមកជួយ Spake ហើយកាន់គាត់នៅលើខ្នងខ្លួនខណៈពេលគេខ្លួនត្រឹមពេលត្រឹមត្រូវ Ben មកដល់ជាមួយរថយន្តបាញ់ខ្សែងបញ្ចេញខ្សែងដែលជួយឲ្យកណ្ដុរទឹកជ្រួនគេខ្លួនបានសុវត្ថិភាពបន្ទាប់ពីបេសកកម្ម Ben សួរទៅក្រុមថាតើពួកគេបានជោគជ័យឬអត់ Darwin និយាយដោយមោទនភាពថាពួកគេបានយកភស្តុតាងទាំងអស់មកវិញថ្ងៃបន្ទាប់ Phoebe មកដល់មន្ទីរពិសោធន៍ Ben ជួបជាមួយភ្នាក់ងារ Phoebe ម្នាក់ឈ្មោះ Kip Gillian Ben ពន្យល់ថាសត្វត្រូវបានប្រើសម្រាប់បេសកកម្មសម្ងាត់តាំងពីបុរាណដូច្នេះគាត់បានបណ្ដុះបណ្ដាលសត្វមួយចំនួនសម្រាប់ប្រតិបត្តិការពិសេសBen ណែនាំ Darwin Plastor និង Suarez បន្ទាប់មកមានរឿងមួយមិនគួរឲ្យជឿកាត់ឡើង Kip មើលឃើញកណ្ដុរទឹកជ្រួននិយាយគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង Ben ពន្យល់ថាពួកគេបានចូលទៅផ្ទះសាប៊ឺកាពីយប់មុន Kip ផ្លាយជាមនុស្សខឹងហើយនិយាយថា Ben បានអនុវត្តបេសកកម្មដោយគ្មានការអនុញ្ញាតពី Phoebe Ben បន្តថាពួកគេបានរកឃើញ Exa ផ្ទះជាភស្តុតាង Kip ទាមទារឲ្យបង្ហាញវា Ben ស្នើសុំឲ្យ Spake បង្ហាញ Exa តែពេល Spake បើកវា Exa នោះបង្ហាញតែសេចក្តីណែនាំអំពីវិធីធ្វើកាហ្វេប៉ុណ្ណោះ Darwin ស្រួលចិត្តគាត់ដឹងថាគាត់បានទាញយកឯកសារត្រឹមត្រូវឥឡូវនេះ Kip ជឿផ្សិតទាំងនេះគ្មានប្រយោជន៍ហើយមិនអាចបំពេញបេសកកម្មពិតប្រាកដបានទេដូច្នេះគាត់បិទមន្ទីរពិសោធន៍របស់ Ben ហើយបញ្ជាឲ្យយកសត្វទាំងអស់ទៅធ្វើពិសោធន៍ Darwin និងក្រុមរបស់គាត់សម្ងាត់មើលអ្វីទាំងអស់តាមកាមេរ៉ាសុវត្ថិភាពពួកគេដឹងថា Phoebe មានផែនការធ្វើពិសោធន៍លើពួកគេ Darwin ប្រញាប់ប្រាប់គ្រប់គ្នាឲ្យលាក់ខ្លួនក្នុងបំពង់ឯកសារហើយទប់ឧបករណ៍ទាំងអស់ចោល Spake ក៏មិនអាចមើលឃើញទេដូច្នេះដើម្បីជៀសវាងការសង្ស័យម៉ាស៊ីបានដកវ៉ែនតារបស់គាត់ចេញដណ្ដុតខ្នែរត់គេចេញយ៉ាងស្ងៀមស្ងាត់មុនពេលចេញទៅ Darwin ប្រាប់ម៉ាស៊ីឲ្យជូនដំណឹង Ben ថាឯកសារពិតនៅតែស្ថិតនៅក្នុងក្តែរត្រឹមពេលនោះមន្ត្រី Phoebe មកដល់ម៉ាស៊ីព្យាយាមបំផ្លាញពួកគេដោយបង្ហាញកន្លែងដាក់សត្វទេមួយដើម្បីឲ្យ Darwin មានពេលវេលារត់គេចចេញមន្ត្រីសួរក៏ហេតុអ្វីកន្លែងដាក់សត្វទេកណ្ដុរខ្នែទៅណាម៉ាស៊ីគិតរហ័សហើយនិយាយមិនពិតនាងនិយាយថាកណ្ដុរគ្នាមានស្រទាប់ពិសេសដែលអាចធ្វើឲ្យពួកវាមិនអាចមើលឃើញបាននៅពេលមានពន្លឺខ្លាំងពេលមន្ត្រីបើកកន្លែងដាក់សត្វម៉ាស៊ីចាប់ផ្ដើមលោតបោះបង់យ៉ាងរញ្ជួយរញ្ជាយក្នុងភាពច្របូកច្របល់នោះ Darwin អាចរត់គេចចេញពីមន្ទីរពិសោធន៍បាន Darwin ឆាប់នេះបានដឹងថាមន្ទីរពិសោធន៍ទាំងមូលត្រូវបានវងជុំវិញដោយ Phoebe ដោយគ្មានជំរឿផ្សេងទៀតកណ្ដុរខ្នែបានជ្រៀតចូលរថយន្តដឹកទំនិញយ៉ាងលឿនហើយរត់គេចចេញពីតំបន់នោះ Meanwhile មន្ត្រីទាំងនោះបានទូរស័ព្ទទៅឲ្យភ្នាក់ងារ Kip Gillian ហើយជូនដំណឹងថាកណ្ដុរខ្នែបានរត់គេចចេញ
ទីបានបញ្ជាឲ្យពួកគេស្វែងរកសត្វទាំងនោះដោយគ្មានការចាំបាច់ថ្លៃថ្នូរបន្តិចក្រោយកណ្ដុរខ្នែងបានទៅដល់ហាងសត្វលេងមួយដែលពួកវាត្រូវបានដាក់ក្នុងកន្លែងដាក់សត្វជាមួយសត្វកណ្ដុរផ្សេងទៀតដាវីនមើលក្រុមរបស់គាត់ហើយនិយាយថាហ្គូបេនកំពុងស្ថិតក្នុងគ្រោះថ្នាក់យើងត្រូវតែចេញពីទីនេះតែសូអារ៉េសកំពុងព្រួយបារម្ភនាងនិយាយថាហ្វៃនឹងចាប់ពួកគេម្ដងទៀតហើយរំលឹកដាវីនថាគាត់ប្រហែលជាបានទាញយកអេកសាខុសដាវីនបន្តបញ្ជាក់ថាអេកសានោះត្រឹមត្រូវអ្វីដែលយើងត្រូវការតែគេចេញបន្ទាប់មកខ្ញុំនឹងបង្ហាញថាអេកសានោះពិតប្រាកដចំណោមពេលនោះ Plastor ទៅនិយាយជាមួយកណ្ដុរខ្នែងមួយទៀតឈ្មោះបាគីដែលកំពុងត្រូវបានចាក់សោក្នុងកន្លែងដាក់សត្វក្បែរនោះបាគីបានប្រមានគ្រប់គ្នាឲ្យនៅឆ្ងាយពីគាត់ភ្លាមគាត់សំបីតែគូបន្ទាត់មួយក្នុងចិត្តហើយប្រាប់ពួកគេកុំឆ្លងកាត់បន្ទាត់នោះមួយផ្លេតនោះកណ្ដុរខ្នែងមួយទៀតភ្ញាក់ពីដំណេកឈ្មោះរបស់គាត់គឺ Hurley សើចហើយប្រាប់គ្រប់គ្នាឲ្យកុំស្ដាប់បាគីដោយហៅគាត់ថាឈួតដាវីនប្រមូលក្រុមហើយនិយាយថាពួកគេត្រូវតែស្វែងរកវិធីគេចេញ Plastor ប្រកាសថាចង់បំបែកកញ្ចក់គាត់រត់ពេញល្បឿនហើយបុកក្បាលទៅលើកញ្ចក់តែប៉ុន្តែកញ្ចក់មិនបែកទេជំនួសវិញ Plastor ធ្លាក់ស្រឡះលើដីខណៈពេលកំពុងមើលជុំវិញដាវីនសង្កេតឃើញសាមួយនៅលើទ្វារកន្លែងដាក់សត្វគាត់ស្នើសុំឲ្យក្រុមជួយបំបែកវាឲ្យបើកតែសូម្បីតែជួយគ្នាពួកគេក៏មិនអាចបើកវាបានដែរ Hurley បន្ទាប់មកសួរពួកគេថាពួកគេជានរណាក្នុងពិតប្រាកដ Plastor និយាយដោយមោទនភាពថាពួកយើងមិនមែនជាគ្រឿងសត្វកណ្ដុរធម្មតាទេពួកយើងត្រូវបានបង្កើនសមត្ថភាពជាសេរីនិងហ្វឹកហាត់ពិសេសដើម្បីការពារមនុស្ស Hurley សើចហើយហៅពួកគេថាជាគ្រឿងសត្វកណ្ដុរនៅក្នុងភាពយន្តមិនយូរប៉ុន្មានទេមួយសត្វមូសមកដល់បន្ទាប់ពីស្វែងរកក្រុមដាវីនឲ្យសារសំខាន់មួយទៅមួយយ៉ាងឆាប់រហ័សគាត់ប្រាប់នាងឲ្យស្វែងរកបេនហើយរីកាទីតាំងរបស់ពួកគេគាត់ក៏ប្រមានផងដែរថា Cluster Storm នឹងចាប់ផ្ដើមក្នុងរយៈពេល29ម៉ោងទៀតក្នុងអំឡុងពេលនោះម៉ាស៊ីប្រាប់បេនថាដាវីនបានរក្សាទុកឯកសារពិតនៅក្នុងផ្ទះបេនសួរថាផ្ទះនៅណាម៉ាស៊ីនិយាយថាវានៅក្នុងមន្ទីរពិសោធន៍បេនសម្រេចថាពួកគេត្រូវតែយកវាមកវិញម្ដងទៀតមិនថាយ៉ាងណាទេបន្ទាប់មកម៉ាស៊ីសួរអំពីកណ្ដុររបស់ពួកគេបេននិយាយដោយទំនុកចិត្តថាពួកគេត្រូវបានហ្វឹកហាត់យ៉ាងខ្ពស់ហើយឥឡូវនេះពួកគេប្រហែលជាដល់ផ្ទះគាត់រួចហើយត្រឡប់មកហាងសត្វល្មូនវិញ Plastor ធ្វើឲ្យបាក់គីដេកហើយព្យាយាមប្រៅស្មានរបស់គេដើម្បីបង្កើតភ្លើងសម្រាប់ផែនការរត់គេចហើយភ្លើងមិនឆេះឡើងទេបន្ទាប់មកដាវីនសួរ Hurley ថាតើកណ្ដុរតូចជាទូទៅត្រូវបានយកទៅចិញ្ចឹមយ៉ាងដូចម្តេច Hurley ពន្យល់ពីល្បិចនោះរនតែធ្វើឲ្យមើលទៅគួរឲ្យស្រឡាញ់បន្ទាប់មកមនុស្សគេនឹងយកអ្នកទៅផ្ទះមិនយូរប៉ុន្មានអតិថិជនចូលមកក្នុងហាងសត្វល្មូនដាវីនប្រមូលគ្នាទាំងអស់ហើយក៏កន្សំផែនការថ្មីមួយដំបូងពួកគេត្រូវគេយកទៅចិញ្ចឹមរួចចាំរត់គេចតាមក្រោយបន្ទាប់មកពួកគេនឹងជួបគ្នានៅផ្ទះបេនឬបែបនេះកណ្ដុរតូចខំធ្វើខ្លួនឲ្យគួរឲ្យស្រឡាញ់បំផុតមិនយូរប៉ុន្មានក្មេងស្រីម្នាក់ឃើញជូអារ៉េហើយក៏យកនាងទៅចិញ្ចឹមចំណែកឯក្មេងប្រុសម្នាក់យក Hurley ហើយបោះគាត់ទៅក្បែរពស់មួយសំណាងល្អ Hurley ធ្លាក់ចូលប្រអប់ក្បែរពស់វិញបន្ទាប់មកក្មេងប្រុសនោះសម្រេចចិត្តយក Plastor ទៅចិញ្ចឹមនៅកន្លែងផ្សេងអេជីមគីបសួរលើកម្ពុជាថាអាចចេញលិខិតស្វែងរកប្រឆាំងនឹងសាពេបានទេប៉ុន្តែថៅកែរបស់គាត់បដិសេធដោយនិយាយថាពួកគេមិនអាចចេញលិខិតស្វែងរកបានទេប្រសិនបើគ្មានភស្តុតាងមកមុនគីបដឹងថាសាពេរយោច្បាប់ល្អណាស់ដូច្នេះគីបបញ្ជាឲ្យក្រុមរបស់គាត់ស្កេនទូរស័ព្ទរបស់សាពេត្រឡប់មកហាងសត្វលេងក្មេងស្រីនោះរៀបចំជូអារ៉េដើម្បីយកនាងទៅផ្ទះចំណែក Icepex ធ្វើជាមនុស្សស្លាប់ដើម្បីសង្ឃឹមថាអ្នកលក់សត្វនឹងបោះគាត់ចេញក្រៅដូច្នេះគាត់អាចគេចខ្លួនហើយជួយអ្នកដទៃបានប៉ុន្តែអ្នកលក់សត្វគ្រាន់តែបោះគាត់ចូលរថយន្តសម្រាមនៅក្នុងរថយន្តសម្រាម Speak ត្រូវបានបង្អួតបំផ្លាញចំណែកឯបេននិងម៉ាស៊ីត្រឡប់ទៅមន្ទីរពិសោធន៍វិញបេនផ្ញើសត្វស្លាប់ព្រឺឈ្មោះ Harry ចូលទៅក្នុងអគារ Harry ចូលទៅមន្ទីរពិសោធន៍ហើយប្រមូលសត្វស្លាប់ព្រឺផ្សេងទៀតមកបង្កការរំខានខណៈពេលដែលប៉ូលីសកំពុងរវល់ Harry អាចយកឧបករណ៍ផ្ញើវិញបានត្រឡប់មកហាងសត្វលេង Hurley ប្រាប់ Darwin អំពីរឿងមួយគួរឲ្យភ្ញាក់ផ្អើលគាត់សង្កេតឃើញថាពួកគេមានស្នាមសម្គាល់កំណើតដូចគ្នា Hurley និយាយដោយរីករាយថានេះមានន័យថាពួកគេត្រូវជាបងប្អូនគ្នាប៉ុន្តែ Darwin ក៏លេក្បាលបដិសេធវាអស្ចារ្យទេខ្ញុំត្រូវបានបង្កើតឡើងដោយពូជសាសន៍ហើយ Ben បានបណ្ដុះបណ្ដាលខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ Hurley ពន្យល់ដោយសោកស្ដាយថារៀងរាល់ថ្ងៃគាត់សង្ឃឹមថានរណាម្នាក់នឹងមកយកគាត់ទៅចិញ្ចឹមប៉ុន្តែថ្ងៃនេះបំណងប្រាថ្នារបស់ខ្ញុំបានក្លាយជាការពិតហើយព្រោះឥឡូវនេះខ្ញុំមានបងប្អូនម្នាក់ក្នុងអំឡុងពេលនោះ Ben ភ្ជាប់ឧបករណ៍វាទៅកុំព្យូទ័ររបស់គាត់ប៉ុន្តែស្រាប់តែវីរុសបំផ្លាញទិន្នន័យដែលគ្រោះថ្នាក់មួយបានដំណើរការក្នុងផ្ទះឯកសារចាប់ផ្ដើមលុបខ្លួនឯងម៉ាស៊ីយ៉ាបិទកុំព្យូទ័រយ៉ាងឆាប់រហ័សដើម្បីបញ្ឈប់វីរុសត្រឡប់មកហាងសត្វលេងវិញ Darwin ទៅជួបបាក់គីម្ដងទៀតនៅក្នុងផ្ទះបាក់គី Darwin សង្កេតឃើញទ្វារតូចមួយដែលលាក់ខ្លួនគាត់សម្រេចថានេះអាចជាផ្លូវទីខ្លួនរបស់ពួកគេ Hurley អោប Darwin ហើយប្រាប់គាត់ឲ្យទៅបញ្ចប់ភារកិច្ចរបស់គាត់កុំបោះបង់ការងាររបស់បងព្រូបងទេបងប្អូនប៉ុន្តែ Darwin នៅតែបដិសេធមិនទទួលថា Hurley ជាបងប្អូនរបស់គាត់ទេ Darwin លោតកាត់ទ្វារតូចនោះហើយគេខ្លួនចេញបន្ទាប់មកបាក់គីរុញ Hurley ចេញពីផ្ទះហើយប្រាប់ថាបើផ្ទះនេះជារបស់ខ្ញុំអ្នកមិនអាចនៅទីនេះទៀតទេនៅខាងក្រៅ Darwin ញឹមមើលផ្កាយដើម្បីស្វែងរកទីដៅរបស់គាត់ភ្លាមនេះ Hurley បង្ហាញខ្លួននៅក្បែរគាត់ Darwin ប្រាប់ឲ្យគាត់ត្រឡប់ទៅវិញប៉ុន្តែនៅពេលនោះ Hurley សង្កេតឃើញអ្វីមួយគួរឲ្យភ័យខ្លាចមានឆ្មាមួយនៅក្បែរដូច្នេះគាត់រត់ទៅជិត Darwin យ៉ាងលឿនសម្រាប់សុវត្ថិភាពក្នុងអំឡុងពេលនោះ Cebu កំពុងធ្វើការហៅវីដេអូជាមួយដៃគូសម្ងាត់របស់គាត់ឈ្មោះ Yinsu Cebu បង្ហាញការតវ៉ាហើយនិយាយថាគោលបំណងនៃសន្និសីទវីដេអូគឺដើម្បីឃើញគ្នាមិនមែនស្ដាប់តែសំឡេងទេប៉ុន្តែ Yinsu ដេសាយមិនបង្ហាញមុខគាត់ឆ្លើយតបយ៉ាងស្នប់ស្ញាត់ថាល្អជាងប្រសិនបើអត្តសញ្ញាណរបស់គាត់នៅសម្ងាត់បន្ទាប់មក Cebu សួរអំពីគម្រោងថ្លៃថ្នូរដែលពួកគេបានផ្ដល់ថវិកាតើមានអត្ថប្រយោជន៍អ្វីក្នុងការចំណាយលានដុល្លារដើម្បីប្រមូលសំណល់ឱកាស
យានស៊ូពន្យល់ថាសំណដែលពួកគេកំពុងប្រមូលនេះជាផ្នែកសំខាន់នៃបណ្ដាញCyber Cyber ទូស្គាល់ឲ្យប្រាប់គាត់ថាគាត់ទុកចិត្តលើផែនការនេះពេញលេញក្នុងអំឡុងពេលនោះ Ben កំពុងដេកនៅផ្ទះភ្លាមនេះមូលថ្មីហោះបានបញ្ចុះឲ្យគាត់ភ្ញាក់នាងចុះចតលើកុំព្យូទ័រយូរដៃរបស់ Ben ហើយចុចគ្រាប់ចុចជាបន្តបន្ទាប់ដើម្បីព្យាយាមបង្ហាញអ្វីមួយឲ្យគាត់ឃើញ Ben អនុវត្តតាមសញ្ញារបស់មូលហើយពិនិត្យមើលកុំព្យូទ័រមិនយូរប៉ុន្មានគាត់បានរកឃើញទីតាំងកណ្ដុរទាដែលគេកំពុងស្វែងរកពួកវានៅហាងសត្វចិញ្ចឹម Ilias ទាំងអស់ Ben ហៅម៉ាស៊ីយ៉ាងរហ័សហើយប្រាប់នាងឲ្យរៀបចំខ្លួនក្នុងពេលតែមួយនោះមន្ត្រីFBIបានមកដល់ហាងសត្វ Ilias ហើយចាប់ផ្ដើមសួរព័ត៌មានម្ចាស់ហាងអំពី Darwin និងកណ្ដុរទាផ្សេងទៀតក្នុងអំឡុងពេលនោះ Hurley ប្រាប់ Darwin ថាគាត់គ្រាន់តែជាកណ្ដុរទាធម្មតាម្នាក់ប៉ុណ្ណោះ Darwin មានអារម្មណ៍ខកចិត្តហើយដើរចេញទៅប៉ុន្តែស្រាប់តែពួកគេឃើញឆ្កែជាច្រើននៅក្បែរដើម្បីគេចផុតពួក Darwin និង Hurley លោតចូលក្នុងកង់ហើយរុញចេញពីឆ្កែទាំងនោះក្នុងអំឡុងពេលនោះ Ben និង Massey បានមកដល់ហាងសត្វចិញ្ចឹមហើយសួរអំពីកណ្ដុរទាម្ចាស់ហាងមើលពួកគេដោយសង្ស័យហើយសួរថាពួកគេមកពី FBI ផងដែរឬទេ Ben ពន្យល់យ៉ាងឆាប់រហ័សថា FBI កំពុងស្វែងរកកណ្ដុរទាហើយបន្ទាប់មកពួកគេចេញទៅនៅកន្លែងផ្សេងទៀត Blaster ត្រូវបានក្មេងប្រុសតូចម្នាក់យកទៅចិញ្ចឹមក្មេងប្រុសនោះកំពុងលេងជាមួយ Blaster ដោយប្រើរថយន្តក្មេងលេងតូចមួយប៉ុន្តែពេលក្មេងប្រុសនោះមើលទៅកន្លែងផ្សេង Blaster បានលោតចូលក្នុងរថយន្តក្មេងលេងហើយបើករត់ចេញទៅក្នុងពេលតែមួយ Juarez បានបោកកុមារនៅផ្ទះថ្មីរបស់នាងហើយអាចគេចចេញបានដែរក្នុងអំឡុងពេលនោះ Darwin និង Hurley បានមកដល់ក្បែរហាងនំ Hurley មានអារម្មណ៍រំភើបខ្លាំងពេលឃើញនំប៉ុន្តែ Darwin យល់ឃើញអ្វីមួយសំខាន់ជាងនេះគាត់បានឃើញម៉ាស៊ីនកាហ្វេរបស់ Sabre មួយ Darwin ពិនិត្យមើលវាយ៉ាងជិតស្និទ្ធហើយរកឃើញអ្វីមួយគួរឲ្យភ្ញាក់ផ្អើលនៅខាងក្នុងម៉ាស៊ីនកាហ្វេនោះមានជីបតូចមួយដែលអាចបំផ្លាញប្រព័ន្ធយោធាបាន Hurley មិនយល់ច្បាស់ថា Darwin កំពុងនិយាយអំពីអ្វីទេព្រោះគាត់មិនដែលទទួលបានការបណ្ដុះបណ្ដាលពិសេសនោះឡើយ Darwin ព្យាយាមយកជីបនោះត្រឡប់ទៅឲ្យ Ben ប៉ុន្តែស្រាប់តែម៉ាស៊ីនកាហ្វេនោះដំណើរការឡើងហើយចាប់ផ្ដើមផ្លាស់ទីដោយមនុស្សយន្តវាចាប់ផ្ដើមវាប្រហារ Darwin និង Hurley មនុស្សនៅក្នុងហាងមានអារម្មណ៍ភ័យខ្លាចហើយរត់គេចខ្លួនចេញ Darwin ប្រយុទ្ធប្រឆាំងនឹងម៉ាស៊ីននោះហើយចុងក្រោយបានបោកវាដោយរុញវាចូលក្រោមរថយន្តបណ្ដាលឲ្យវាត្រូវបំផ្លាញ Hurley អោប Darwin ដោយសមសេចក្ដីដែលគាត់បានជួយសង្គ្រោះជីវិតបន្ទាប់មក Darwin ដាក់ម៉ាស៊ីនកាហ្វេដែលខូចទៅលើ skateboard ហើយយកវាត្រឡប់ទៅឲ្យ Ben មិនយូរប៉ុន្មានទាំងក្រុមកណ្ដុរទាំងអស់បានជួបគ្នាវិញនៅផ្ទះ Ben សួរពី Speckles ភ្លាម Darwin ពន្យល់ដោយសោកស្ដាយថា Speckles បានធ្វើជាមនុស្សស្លាប់ដើម្បីជួយសង្គ្រោះពួកគេប៉ុន្តែត្រូវបានបោះចោលចូលក្នុងរថយន្តសម្រាមហើយត្រូវបានបំផ្លាញ Ben មើលទៅដូចជាមានអារម្មណ៍បាក់បែកគាត់និយាយថាទាំងអស់នេះជាកំហុសរបស់គាត់បន្ទាប់មកគាត់បានប្រាប់ពួកគេពីការពិតមិនមានការធ្វើតេស្តពិសោធន៍សំណង់ពូជទេពួកវាមិនត្រូវបានកែប្រែពូជសាសន៍ឡើយ Blaster និង Juarez ទើបដឹងថាពួកគេគ្រាន់តែជាកណ្ដុរធម្មតា Ben ពន្យល់ថាគាត់បានព្រៀបព្រៀបពួកគេព្រោះចង់ឲ្យពួកគេជឿថាពួកគេសំខាន់Darwin សួរគាត់ថាអញ្ចឹងយើងជានរណា Ben ទទួលសារភាពថាគាត់គ្រាន់តែបានជួយសង្គ្រោះពួកវាពីកន្លែងផ្សេងហើយហ្វឹកហាត់ពួកវាដោយខ្លួនឯងនៅពេលដូចគ្នានាយកដ្ឋាន FBI ទទួលបានព័ត៌មានអំពីកណ្ដុរពីរនាក់ហើយចាប់ផ្ដើមស្វែងរកពួកវា Darwin មានអារម្មណ៍បាក់បែកយ៉ាងខ្លាំងគាត់ជឿថាគាត់ពិសេសប៉ុន្តែឥឡូវគាត់គិតថាគាត់គ្រាន់តែជាកណ្ដុរធម្មតាម្នាក់ប៉ុណ្ណោះ Hurley លងលំគាត់ហើយនិយាយអ្វីមួយសំខាន់អ្នកប្រហែលមិនពិសេសពីកំណើតតែសមត្ថភាពអ្នកគ្មាននរណាដូចឡើយពាក្យនេះផ្ដល់សង្ឃឹមដល់ Darwin វិញក្រោយមក Darwin ប្រមូលក្រុមហើយរំលឹកថាពួកគេនៅតែមានការហ្វឹកហាត់ហើយវាធ្វើឲ្យពួកគេពិសេសពីគេក្រុមទាំងមួយយល់ស្របជាមួយគាត់ចន្លោះពេលនោះ Ben កំពុងសិក្សាម៉ាស៊ីនកាហ្វេដែលខូច Blaster ទទួលដឹងអ្វីមួយគួរឲ្យភ័យខ្លាចបើជីបទាំងនេះមានគ្រប់ទីកន្លែងនោះគ្រឿងប្រើប្រាស់គ្រួសារទាំងអស់អាចបំលែងទៅជាម៉ាស៊ីនគ្រោះថ្នាក់បាន Massey ពិនិត្យប្រព័ន្ធហើយនិយាយថា Cybersens នឹងចាប់ផ្ដើមក្នុងរយៈពេល30នាទីទៀតពួកគេត្រូវតែបញ្ឈប់វាមុនពេលយឺតពេកប៉ុន្តែ Ben ពន្យល់ថាផ្ទៃត្រូវបានឆ្លងវីរុសដូច្នេះពួកគេមិនអាចចូលប្រើទិន្នន័យបានទៀតទេពីនេះ Hurley បានផ្ដល់យោបល់មួយបើយើងដាក់ជីបនេះចូលទៅក្នុងកុំព្យូទ័ររបស់ Sabre ដោយផ្ទាល់វិញដូច្នេះ Cybersens នឹងមិនអាចចាប់ផ្ដើមបានទេ Ben គិតថាយោបល់នេះអស្ចារ្យណាស់បន្ទាប់មកគាត់បង្ហាញយានយន្ត robot rig ពិសេសមួយដែលអាចបើកបានល្បឿនដល់65គីឡូម៉ែត្រក្នុង1ម៉ោងវាក៏មានប្រព័ន្ធ stereo ខ្លាំងផងដែរ Darwin បានពន្យល់ផែនការឲ្យក្រុម staff ពួកគេត្រូវតែចូលទៅផ្ទះរបស់ Sabre ម្ដងទៀតហើយបញ្ចូលវីរុសចូលទៅក្នុងប្រព័ន្ធបណ្ដាញមេតែពេលនោះផ្ទាល់ FBI បានមកដល់ផ្ទះ Ben ពួកគេបញ្ជាឲ្យ Ben បើកទ្វារដោយមិនខ្ជិះខ្ជាយពេល Darwin និងក្រុមរបស់គាត់បានគេចខ្លួនដោយប្រើយានយន្ត Raid Juarez បានបើកផែនទី Navigation មួយបានហោះលើក្បាលពួកគេហើយផ្ដល់ឲ្យ Darwin មើលពីលើចុះក្រោមនៃបរិវេណក្នុងអំឡុងពេលនោះផង FBI បានចាប់ផ្ដើមបន្តដេញតាមពួកគេកណ្ដុរខ្នាយបានបែងចែកទៅជាផ្លូវផ្សេងដើម្បីបំផន់ភ្នាក់ងារ Darwin ប្រើកាំបិតដែលភ្ជាប់ជាមួយយានយន្ត Raid ដើម្បីបុកកង់រថយន្តប៉ូលីសឲ្យបែកហើយធ្វើឲ្យវាឡានចេញពីផ្លូវបន្ទាប់មក Darwin និង Blaster បានរត់ទៅជួយ Juarez ដែលនៅតែព្យាយាមគេចខ្លួនក្នុងអំឡុងពេលនោះមន្ត្រី FBI នៅតែបន្តដេញតាមកណ្ដុរខ្នាយប៉ុន្តែសត្វទាំងនោះលឿននិងឆ្លាតពេកដូច្នេះភ្នាក់ងារមិនអាចចាប់ពួកវាបានទេរឿងនេះធ្វើឲ្យមន្ត្រីកាន់តែខឹងហើយពួកគេក៏បើករថយន្តលឿនជាងមុនទៀតក្នុងពេលតែមួយនោះប្រជាជននៅលើផ្លូវកំពុងត្រៀមផ្កាព្រាវសម្រាប់ពិធីបុណ្យមូលដ្ឋានរថយន្ត FBI បានបើកកាប់ផ្កាព្រាវដោយចៃដន្យភ្លាមផ្កាព្រាវបានផ្ទុះទៅគ្រប់ទីដែលបំពេញផ្លូវដោយខ្សែនិងភ្លើងរះដោយសារផ្សែងក្រអូបក្រអាប់ភ្នាក់ងារមិនអាចមើលឃើញអ្វីបានទេ
រថយន្តរបស់ពួកគេបានបង្វិលបាត់ការគ្រប់គ្រងឲ្យបកក្រោយក្នុងអំឡុងពេលនោះកណ្ដុរខ្នាយត្រូវបានបាញ់ឡើងទៅលើអាកាសដោយការផ្ទុះប៉ុន្តែពួកវាក៏អាចគៀកខ្លួនរត់កាត់មនុស្សជាច្រើនបានមិនយូរប៉ុន្មានទេពួកគេបានទៅដល់វីឡារបស់ Saber ពួកគេបានលួចចូលតាមបំពង់ខ្យល់ហើយចូលទៅក្នុងផ្ទះនៅខាងក្នុងពួកគេបានរកឃើញប្រព័ន្ធបណ្ដាញសំខាន់របស់ Saber ដែលត្រូវបានការពីភ្នំប្រអប់កញ្ចក់ធំមួយJowen បានសង្កេតឃើញឧបករណ៍គ្រាប់បែកនៅក្បែរហើយបានព្រមានឲ្យគ្រប់គ្នាប្រញាប់កុំប៉ះវាព្រោះវានឹងផ្ទុះភ្លាមក្នុងពេលតែមួយនោះ Saber បានបើកប្រព័ន្ធរបស់គេហើយប្រកាសយ៉ាងមោទនភាពទៅក្រុមរបស់គេថាពួកគេកំពុងត្រៀមជើងចូលទៅក្នុងពិភពថ្មីមួយចំណោទនោះ Haley ត្រូវបានរំភើបពេលឃើញនំខេកឆ្នៃមួយហើយព្យាយាមបរិភោគវាប៉ុន្តែភ្លាមគាត់ត្រូវបានស្ទាក់ក្នុងម៉ាស៊ីនមួយនៅពេលនោះម៉ាស៊ីនទាំងអស់របស់ Saber នៅទូទាំងទីក្រុងចាប់ផ្ដើមដំណើរការឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចាប់ផ្ដើមបំលែងខ្លួនទៅជាម៉ាស៊ីនរ៉ូបូតគ្រោះថ្នាក់បង្កការចលាចលគ្រប់ទីកន្លែងJowen បានរត់ទៅមុខហើយអាចជួយសង្គ្រោះ Haley ចេញពីម៉ាស៊ីនបានចំណោទនោះស្បៃបានចាប់បាន Saber ហើយដាក់គាត់ចូលក្នុងឡានដើម្បីសួរសំណួរ Laster ព្យាយាមបិទម៉ាស៊ីនមួយប៉ុន្តែគាត់បានប៉ះវីរុសទ្រឹបដោយចៃដន្យការផ្ទុះដ៏ធំមួយបានកាត់ឡើងហើយរលកផ្ទុះនោះបានបំបែក Jowen ចេញពីក្រុមខណៈពេលនេះស្បៃចាប់ផ្ដើមសួរសំណួរ Saber អំពីភារកិច្ចនៅពេលនោះ Ben និង Marcy បានមកដល់ហើយពន្យល់ថា Jowen និងក្រុមបានទៅបិទប្រព័ន្ធកុំព្យូទ័រចម្បងដែលនឹងបញ្ឈប់ការវាយប្រហារនៅពេលនោះមានវីដេអូបង្ហាញ Jowen នៅក្នុងស្ថានីយ៍ចំណែកឯ Jowen ទៅដល់កុំព្យូទ័រចម្បងដើម្បីផ្ទុកវីរុសប៉ុន្តែស្រាប់តែគាត់ឃើញនរណាម្នាក់ដែលគាត់មិនបានរំពឹងទុក Speckles នៅរស់គាត់បានរស់រំសាយពីគ្រោះថ្នាក់រថយន្តសម្រាម Speckles បង្ហាញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលគាត់និយាយថាគាត់ជាយ៉ាន់ស៊ូដែលគូសម្ងាត់របស់ Saber Speckles ពន្យល់ថាគាត់បានក្បត់ Saber ហើយសាងសង់កងទ័ពផលិតផលរ៉ូបូតដោយសម្ងាត់ផែនការរបស់គាត់គឺប្រើពួកវាដើម្បីបំផ្លាញមនុស្សជាតិសូម្បីតែ Saber ក៏ភ្ញាក់ផ្អើលដែរពេលគាត់ដឹងថាដៃគូសម្ងាត់របស់គាត់ជាកណ្ដុរតូចមួយ Speckles ពន្យល់ដោយកំហឹងថាមនុស្សបានបំផ្លាញផ្ទះរបស់គាត់និងយកអ្វីទាំងអស់ពីគាត់ដូច្នេះឥឡូវនេះគាត់ចង់សងសឹកមនុស្សទាំងអស់ Jowen មិនយល់ព្រមទទួលយករឿងនោះទេគាត់ប្រាប់អ្នកដទៃថា Speckles បានបង្កើតសត្វរង្គាលមួយដែលត្រូវតែបញ្ឈប់បន្ទាប់មក Speckles គេខ្លួនជាមួយម៉ាស៊ីនហើយផ្លាស់ទីទៅកម្រិតខ្ពស់ជាងកណ្ដុរតូចទាំងអស់ដេញតាមគាត់កងទ័ពចាប់ផ្ដើមវាយប្រហារលើម៉ាស៊ីនធំមួយនោះប៉ុន្តែវានៅតែធំឡើងមិនយូរប៉ុន្មានទេម៉ាស៊ីននោះបានបំលែងខ្លួនទៅជាសត្វរង្គាលយន្តយ៉ាងធំមួយដកសំណល់ឱកាសមកប្រើដើម្បីបំផ្លាញទីក្រុង Speckles វាយប្រហារលើ Jowen ហើយបោកផ្ទះរបស់គាត់ធ្លាក់ចេញពីដៃ Jowen ចាប់ផ្ដើមធ្លាក់ចុះពីវេទិកានៅពេលវេលាចុងក្រោយ Haley លុតទៅមុខហើយជួយសង្គ្រោះគាត់ប៉ុន្តែខណៈពេលកំពុងជួយ Jowen នោះ Haley បានធ្លាក់ចុះហើយសន្លប់បន្ទាប់មក Jowen ព្យាយាមនិយាយឲ្យ Speckles យល់គាត់រំលឹកឲ្យគាត់ចាំថា Ben បានផ្ដល់ផ្ទះឲ្យពួកគេនៅពេលពួកគេគ្មាននរណាម្នាក់ហើយបើអ្នកធ្វើការសងសឹកដូចនេះតើមានភាពខុសគ្នាអ្វីទៀតរវាងអ្នកនិងមនុស្សដែលអ្នកស្អប់ពាក្យទាំងនោះចូលដល់ Speckles ចុងក្រោយគាត់បានដឹងការពិត Jowen ប្រញាប់ប្រញាល់ប្រើផ្ទះដើម្បីបិទប្រព័ន្ធទាំងមូលការវាយប្រហារបានបញ្ចប់ចុងក្រោយចំណែកឯ Haley គឺនៅសន្លប់បន្ទាប់ពីធ្លាក់ Jowen អង្គុយក្បែរគាត់ហើយនិយាយសើទន់ថាអ្នកពិតជាថៅកែបងប្អូនខ្ញុំមែនប៉ុន្មានភ្លេតក្រោយមក Haley បានធ្ងាក់ឡើងវិញបន្ទាប់ពីបេសកកម្ម Jowen ចាប់ផ្ដើមបណ្ដោះបណ្ដាល Haley ដើម្បីចូលរួមជាផ្នែកមួយនៃក្រុម Marcy នាំ Bucky និងកណ្ដុរចិញ្ចឹមផ្សេងទៀតត្រឡប់មកមន្ទីរពិសោធន៍វិញបន្ទាប់មក Ben បានប្រាប់គ្រប់គ្នាថាប្រធានស្បៃចង់និយាយជាមួយពួកគេប្រធានបានអបអរសាទរក្រុមហ៊ុនហើយប្រកាសថាផលិតផលទាំងអស់របស់ Saber ត្រូវបានបិទឥឡូវនេះ Speckles កំពុងជួយពួកគេបិទប្រព័ន្ធដែលនៅសល់អ្នកនាយ Kip ក៏សុំទោសផងដែរចំពោះការសំសាយកណ្ដុរចិញ្ចឹមអត់បានអរគុណពួកគេក្នុងនាមជាតំណាងប្រទេសទាំងមូលសម្រាប់ការជួយសង្គ្រោះមនុស្សទាំងអស់ដោយសារតែភាពក្លាហានរបស់ពួកគេមន្ទីរពិសោធន៍ត្រូវបានបើកឡើងវិញចុងក្រោយ Ben បានផ្ដល់មេដាយពិសេសមួយមកកណ្ដុរចិញ្ចឹមនេះមួយពួកគេទាំងអស់ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាភ្នាក់ងារពិសេសក្រុមវីរបុរសតូចមួយដែលគ្មាននរណាជឿសោះតែចុងក្រោយបានជួយសង្គ្រោះពិភពលោកទាំងមូលព្រោះពេលខ្លះវីរបុរសតូចមានបេះដូងធំជាងគេបើរឿងនេះប៉ះពាល់ដល់ចិត្តអ្នកសូម្បីតែបន្តិចសូមចុចជាវនិងចែករំលែកវីដេអូនេះទៅឲ្យអ្នកដែលស្រឡាញ់រឿងល្អការគាំទ្ររបស់អ្នកមានអត្ថន័យច្រើនណាស់សូមអរគុណសម្រាប់ការទស្សនា